đào bầm man để tì môn nắng cứ sầm đạch bảo vò tập ở đấy nhiều lần tay này bây giờ chạy Campuchia nắng ban bạc ca bật mình từ tour ca nôm trôi brain internet năng Usman pi bờ tây Thái chẳng cứ sầm đạch ban bạc ca khá thái thà mình từ tour ca nôm trôi bảo brain internet năng Usman thế hai đứa con nó cóกระทรวงเปียปอนเมียนกระทรวงแรงทำผลแล้วก็บ้านเจนลิขัดถ้าชอบนอมโจในประเด็นอินเทอร์เน็ตทางอุสมันจังยังเคยถ้าประมุขรัฐบาลบอกเยอะคือเมียนเพียบจะบาดล้อเพียบจัดต้มให้ประกันจวบในโกจมหัวบอกล้วนไอ้มันเพื่อติดตามมาไว้ได้ไทยผมมีนี่คือมันได้แต่ไว้บอติดไทยវិញចឹងចំណុចទាំងអស់នេះហើយដែលមើលឃើញថារដ្ឋាភិបាលរបស់យើងគឺលោកចូលចិត្តទុកដាក់ហើយក៏មិនខ្លាចប្រទេសជិតខាងដែលកំពុងតែបង្កចំនួនទេមែនទេទៅយើងមើលនៅក្នុងយើងមើលព័ត៌មានយើងតាមដានព័ត៌មានទៅឃើញថាប្រទេសកម្ពុជារបស់យើងគឺព្យាយាមធ្វើម៉េចកុំឲ្យមានចំនួនរវាងប្រទេសទាំងពីរក៏ប៉ុន្តែយើងងាកមើលទៅថៃវិញគឺថៃហាក់បីដូចជាមិនព្រមចរចាឬក៏មិនព្រមបញ្ចប់បញ្ហាទេគឺគាត់ចេះតែបង្កើតបញ្ហាហើយឃើញមានព័ត៌មានថ្ងៃមិញហ្នឹងគឺមានក្រុមជិះកង់របស់ថៃប្រហែលជា150នាក់ដែលជិះទៅប្រាសាទហ្នឹងហើយអត់មានការជួយដំណឹងទៅខាងអាជ្ញាធររបស់កម្ពុជាអញ្ចឹងកន្លែងនេះគឺមានន័យថាពួកគាត់ហ្នឹងគឺមិនຕົកកម្ពុជានៅក្នុងការផ្នែកទេហើយនិយាយមែនតើទៅថៃហ្នឹងគឺចូលចិត្តមើលគេខ្មែរយើងតែតែពេលជ្រាគិតថាខ្មែរយើងអត់មានសមត្ថភាពប៉ុន្តែផ្ទុយទៅវិញគឺប្រទេសកម្ពុជារបស់យើងគឺមានសមត្ថភាពពេញលេញជាពិសេសហ្នឹងប្រមុខដឹកនាំហ្នឹងលោកបានគិតគូរយ៉ាងច្បាស់លាស់ហើយធ្វើអ្វីគឺមានការដំណើរការទៅល្អហើយបានជោគជ័យគ្រប់រឿងដោយយើងឃើញប្រហែលថ្ងៃនេះគឺចំនួនកាន់តែតានតឹងបន្ថែមទៀតមិនមែនដោយសារតែខាងកម្ពុជាមិនព្រមដោះស្រាយទេគឺយើងមើលឃើញទាំងអស់គ្នាពិភពលោកគេមើលឃើញដែរថាថៃហាក់បីដូចជាមិនចង់ដោះស្រាយតែម្ដងគឺគាត់ចង់បង្កចំនួនអញ្ចឹងបើសិនជាគាត់ចង់ដោះស្រាយហ្នឹងគាត់អាចឡើងទៅតុលាការអន្តរជាតិដើម្បីដោះស្រាយប៉ុន្តែថៃអត់ព្រមទេយើងមើលទៅគឺក្នុងរូបភាពបែបហ្នឹងគឺថៃចូលចិត្តបង្កបញ្ហាអញ្ចឹងពិភពលោកគេមើលឃើញថាថៃជាមនុស្សបែបណាហ្នឹងគឺគេទទួលដឹងឮទាំងអស់គ្នាមិនត្រឹមតែប្រជាពលរដ្ឋខ្មែរប្រជាជនខ្មែរទេដែលមើលឃើញពីបញ្ហាហ្នឹងហើយមួយទៀតដោយបងប្អូនដឹងស្រេចហើយថាសង្គ្រាមវាមិនអាចធ្វើឲ្យមានផលចំណេញសម្រាប់ប្រទេសទូទៅទេបើសិនជាមានសង្គ្រាមដូច្នេះពិភពលោកហ្នឹងគឺគេកំពុងតែព្យាយាមលុបបំបាត់អាសង្គ្រាមហ្នឹងគឺមិនចង់ឲ្យមានការកាត់ឡើងប៉ុន្តែថៃធ្វើផ្ទុយពីអ្វីដែលគេចង់បានអញ្ចឹងកន្លែងនេះឲ្យបញ្ជាក់ថាថៃមិនមែនជាជនជាតិល្អមិនមែនជាសាសល្អនោះទេអញ្ចឹងពីខាងកម្ពុជាគឺយើងចង់បានដំណោះស្រាយមួយដែលប្រកបដោយសន្តិវិធីហើយមានសក្តិភាពហើយបើកច្រកព្រំដែនជាប្រក្តីហើយចរាចរណ៍ទំនិញដែលធ្លាប់តែចរាចរណ៍ហ្នឹងនៅក្នុងទីផ្សារសេរីហ្នឹងគឺជាធម្មតាក៏ប៉ុន្តែថៃចូលចិត្តផ្កើនហើយដូច្នេះហើយបានជាប្រមុខរដ្ឋាភិបាលហ្នឹងប្រកាសបាច់បិទច្រកហ្នឹងគឺដោយសារតែថៃជាអ្នកផ្ដើមមុនដោយបងលើកឡើងថៃជាអ្នកផ្ដើមមុនបិទច្រកដោយឯកតោភាគីទាំងដែល
ថៃនិងខ្មែរគឺមាន MOU ជាមួយគ្នារវាងការបិទច្រកហ្នឹងអត់អាចចេះតែបិទដោយឯកតោភាគីបានទេគឺត្រូវមានការយល់ព្រមព្រៀងសងខាងប៉ុន្តែថៃជាអ្នកចាប់ផ្ដើមដោយបិទនៅច្រកព្រំដែនចេញចូលហើយទីបំផុតទៅខ្មែរធ្វើតាមក្រោយខ្មែរបិទតាមក្រោយហើយឥឡូវអ្នកដែលចង់បង្កឲ្យមានសង្គ្រាមគឺថៃជាពិសេសមេតបភូមិភាគ2នោះដែលគាត់បានលើកឡើងថាបើសិនជាចង់បានទឹកដីមិនចាំបាច់ទៅតុលាការទេគឺត្រូវវាយនេះហ្នឹងគឺជាចំណុចមួយដែលចង់បង្កឲ្យមានសង្គ្រាមប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគឺសម្ដេចតេជោលោកមានប្រាជ្ញាឈ្លាសវៀងវៃហើយជាពិសេសលោកបានមានបទពិសោធន៍ធ្លាប់ឆ្លងកាត់សង្គ្រាមខ្មែរបើយើងធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនលើកច្រើនសារហើយធ្វើឲ្យសម្ដេចមានប្រាជ្ញាវៀងវៃដោះស្រាយដោយសន្តិវិធីជាពិសេសរយៈពេលថ្មីនេះគឺសម្ដេចបិទច្រកហ្នឹងគឺដោយសារតែថៃជាអ្នកផ្ដើមមុនដោយបងលើកឡើងថៃជាអ្នកផ្ដើមមុនបិទច្រកដោយឯកតោភាគីទាំងដែលថៃនិងខ្មែរគឺមាន MOU ជាមួយគ្នារវាងការបិទច្រកហ្នឹងអត់អាចចេះតែបិទដោយឯកតោភាគីបានទេគឺត្រូវមានការយល់ព្រមព្រៀងសងខាងប៉ុន្តែថៃជាអ្នកចាប់ផ្ដើមដោយបិទនៅច្រកព្រំដែនចេញចូលហើយទីបំផុតទៅខ្មែរធ្វើតាមក្រោយខ្មែរបិទតាមក្រោយហើយឥឡូវមកសុំចរចាចង់បើកព្រំដែនវិញតែខ្មែរយើងបានអះអាងថាអត់អាចចរចាបានទេដោយសារតែភាគីថៃជាអ្នកបិទព្រំដែនដោយឯកតោភាគីបើចង់ដំណើរការធម្មតាវិញលុះត្រាតែភាគីថៃជាអ្នកបើកឲ្យមានប្រងដីវិញបានខ្មែរបើកតាមក្រោយនេះយើងឃើញថាជាយុទ្ធសាស្ត្រឈ្នះមួយប៉ុន្តែថៃវាខ្លាចអន់វាយើងឃើញក្នុងខ្លឹមសារនៃការបែកធ្លាយសារសន្ទនាគឺថាថៃមកសុំចរចាមកអង្វរនាយករដ្ឋមន្ត្រីរបស់យើងប៉ុន្តែអាពាក្យពេចន៍ដែលអង្វរផ្សេងទៅពេលចេញសកម្មភាពវាផ្សេងនេះហើយគឺជាចំណុចមួយដែលយើងនឹកគិតថាវាជារឿងអាម៉ាស់មួយសម្រាប់ប្រជាជនថៃអត់អាចមានច្រកឈ្នះខ្មែរយើងបានទេទោះដើរក្នុងរូបភាពណាក៏ដោយដើរក្នុងរូបភាពជាកងទ័ពក៏មិនអាចឈ្នះខ្មែររបស់យើងដែរពីព្រោះខ្មែររបស់យើងធ្លាប់ជាឆ្លងកាត់ទៅលើសមរភូមិច្រើនឆ្នាំមកហើយមិនមែនថាខ្លាំងឬឈ្នះអាស្រ័យលើកងទ័ពច្រើនណាយើងធ្លាប់មើលរឿងសាមខុកដឹងហើយលាវប៉ៃនាំទ័ពទៅប្រមាណសែននាក់ទៅវាយជាមួយទ័ពស៊ីឈៀនតែចុងក្រោយស៊ីឈៀនវាយឈ្នះកងទ័ពលាវប៉ៃរាប់សែននាក់អានេះវាជាចំណុចមួយហើយគឺខ្មែរយើងដូចខ្ញុំជឿធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនលើកច្រើនសារមេទ័ពសត្វតអង្គអាចក្លាហានសត្វតែហៅថាស្ទើរតែទ័ពនេះជាទ័ពអាវយ័នណាមនុស្សទ័ពថៃមិនអាចមានគីឡូបានទេព្រោះអ្វីត្បិតតែយើងតិចជាងប៉ុន្តែយើងអស់អាចក្លាហានហើយខ្មែរនេះគឺសុខចិត្តលះបង់ជីវិតពាក់លីជីវិតដើម្បីការពារប្រទេសជាតិដែលថៃហ្នឹងទ័ពមួយសិតតែទ័ពរួញមានន័យថាឡើងបានជាទ័ពមួយសិតតែមិនចង់តែខ្មែររបស់យើងនេះគឺមនុស្សមិនធម្មតាពួកខ្មែរយើងពូជអ្នកចម្បាំងតាំងពីអាណាចក្រមកធ្លាប់វាយសន្ធឹងដួលសត្រូវរាប់សិបកន្លែងមកនេះជាភាពអង្អាចរបស់ខ្មែររបស់យើងចុងក្រោយប្រហែលជា1នាទីតើបងមានអីចង់លើកឡើងពីខ្ញុំគិតថាថៃគួរតែលក្ខណៈមួយថាដោះស្រាយចំនួនផ្ទៃក្នុងរបស់ខ្លួនឯងឲ្យជ្រះស្រឡះហើយចាំមកជជែកចរចាមួយកម្ពុជាបាទហ្នឹងបើសិនជាគាត់មានការដោះស្រាយនៅផ្ទៃក្នុងរបស់គាត់បានជ្រះស្រឡះហើយជាមួយកម្ពុជាគឺអត់មានបញ្ហាទេបាទអញ្ចឹងមិនចាំបាច់មកចរចាមួយកម្ពុជាទៀតទេបើនិយាយមកទៅគឺគាត់ដោះស្រាយតែគ្នាគាត់ដែលបានហើយគឺមកកម្ពុជាគឺងាយស្រួលបំផុតហើយពេលហ្នឹងប្រទេសនឹងមានការបើកជាប្រក្តីវិញតាមព្រំដែនគឺបើកជាប្រក្តីវិញអត់មានបញ្ហាទេបងអញ្ចឹងពីខ្ញុំគឺខ្ញុំគិតថាថៃគួរតែគិតខ្លួនឯងថាគួរធ្វើអីមុននឹងមកចរចាជាមួយកម្ពុជាសារជាថ្មីម្ដងទៀតហ្នឹងពីខ្ញុំមានប៉ុណ្ណឹងណាអរគុណចា៎ចុងក្រោយសូមផ្ញើសារគាំទ្រដល់សម្ដេចតេជោនិងសម្ដេចបវរធិបតីជាពិសេសសូមលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលជាអ្នកនាំមុខខ្មែររបស់យើងសូមឲ្យកងទ័ពរបស់យើងមានភាពអង្អាចក្លាហានខ្មែរទាំងអស់មិនថាមកពីនយោបាយណាទេគឺក្នុងពេលនេះគឺគាំទ្រ
ឲ្យលើកទឹកចិត្តឲ្យកងទ័ពរបស់យើងមានភាពអង្អាចតទៅមុខបាទពីខ្ញុំបាទទាំងពីរសូមអរគុណសូមជម្រាបលាបាទ